ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងអាំងជ្រូកតាមការកំងរបស់បងប្អូនប៉ុន្តែគាត់តែចង់បញ្ជាក់បងប្អូនបន្តិចតាក់ទងជាមួយនឹងការអាំងជ្រូកគឺយើងប្រើពេល2ម៉ោងទៅ2ម៉ោងកន្លះអញ្ចឹងបងប្អូនអញ្ចឹងយើងអាចថាបងកំងភ្លាមបានភ្លាមអញ្ចឹងណាអញ្ចឹងអធិស្ឋានត្រង់ចំណុចនេះបងប្អូនពួកអីយើងព្យាយាមទី1យើងព្យាយាមអាំងវាឲ្យសັບឲ្យស្បែកវាឲ្យស្បែកវាស្រួយបងប្អូនទី1ហើយទី2ហ្នឹងយើងអាំងចោះអាំងឡើងវល់ចោះវល់ឡើងដើម្បីអីគេដើម្បីឲ្យគ្រឿងឲ្យគ្រឿងសាប់ចូលក្នុងសាប់សាច់អញ្ចឹងបងប្អូនហើយយើងលាបគ្រឿងចោះលាបគ្រឿងឡើងត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យគ្រឿងជីចូលក្នុងសាច់តែហ្មងអញ្ចឹងបងប្អូនញ៉ាំមកគឺឆ្ងាញ់ធានាថាឆ្ងាញ់ជាប់ចិត្តតែម្ដងអញ្ចឹងបងប្អូនហើយចំពោះជ្រូកនេះផលទៀតសោតគឺទម្ងន់វា8គីឡូជាងបងប្អូនអានេះអាំងសល់តុង6គីឡូទៅ7គីឡូបងប្អូនហ្នឹងហើយបងប្អូនចំបើតិចទៀតឥឡូវស្បែកជ្រូកចាប់ដើមឡើងក្រហមបងប្អូនយើងអាំងបែបលក្ខណៈធម្មជាតិណាបងប្អូនអត់មានប្រើគីមីទេបងប្អូនហើយតិចទៀតចាំមើលគោះស្បែកឲ្យបងប្អូនមើលនេះធានាទៅនឹងមកឆ្ងាញ់បងប្អូនដោយសារតែយើងរៀងថតពេលយប់អញ្ចឹងណាអញ្ចឹងវាពលឺទូរស័ព្ទវាចាប់បានអញ្ចឹងវារឿងស្អាតបន្តិចអញ្ចឹងណាបងប្អូនអានេះករណីនេះអធិស្ឋានផងអញ្ចឹងបើសិនជាបងប្អូនណាត្រូវការអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទផ្ទាល់ឬក៏តាមរយៈប្រអប់សារឬអាចតាម Telegram ក៏បានដែរបងប្អូនគឺយើងធានាអាំងជូនមកឆ្ងាញ់ជូនបងប្អូនតម្ដងមិនថាបងប្អូនមានកម្មវិធីជោគជុំគ្រួសារសែនចូលឆ្នាំចិនសែនជ្រេងមេងឬក៏កម្មវិធីសែនយកហុងស៊ុយសែនបើកសែនផ្ទះអញ្ចឹងបងប្អូនអាចនៅមកបានអញ្ចឹងបងប្អូនអញ្ចឹងបញ្ជាក់ជ្រូកនេះគឺជាប្រភេទជ្រូកកណ្ដោសុទ្ធ 100% បងប្អូនដូចខ្ញុំតែងបានជម្រាបប្រាប់រត់ដល់អញ្ចឹងតើតើជាមួយកណ្ដោជ្រូកកណ្ដោពាក្យថាជ្រូកកណ្ដោគឺជ្រូកប្រភេទមួយយ៉ាងដែលកាត់ពីជ្រូកព្រៃបងប្អូនហ្នឹងហើយបើតើតើជាមួយនឹងរបស់ព្រៃគឺវាមានក្លិនគេហៅថាក្លិនសាអញ្ចឹងណាបងប្អូនប៉ុន្តែតើតើជាមួយនឹងខាងយើងខ្ញុំគឺយើងមានវិធីសាស្ត្រលាបគ្រឿងដើម្បីឲ្យវាមានក្លិនសាចេញមកអញ្ចឹងណាហ្នឹងថារូបមន្តទល់ខ្លួនអញ្ចឹងណាបងប្អូនហ្នឹងហើយទី2ហ្នឹងបើយើងនិយាយពីភិនភាគជូកកដោវិញគឺវាលក្ខណៈថាដូចនឹងសាក់កដោអញ្ចឹងបងប្អូនវាលក្ខណៈថាចំោះវេ